Ông Bánh Mánh cư dân này với ông Pi rương sầm nua mối đại bọn ôn chỉ tu tới ngò thà tớ nơi không về chia chân sai ní cái ai cái sai chỉ vất đại được tì ban đại được tì cứ cái đại đặc biệt nè đang bây giờ đang thà cái đại đặc biệt ná nhưng tới vô lòng Pi từ đây câu bọc cái đởm sầm ná là bọn mình nâu dương á mình nè cứ cái lang đòi bay sầm nàng cái lang đòi bay sầm nàng cái trái sầm nang chỉ bay vào phê gì sầm mánh cứ sầm nang mấy sầm nang đấy sầm nang mà nô sầm nang mấy cứ ban này tha pê về lìa đại dânកើតមកគឺបានន័យថាអាទីទេពគេកំណត់ថាយើងកើតថ្ងៃខែឆ្នាំកំណើតមកណាតាមរយៈអីគេតាមរយៈទង្វើដែលយើងសាងពីជាតិមុនអានេះគឺជាអ្វីគេពន្យល់ជាទ្រឹស្ដីយើងសាងយ៉ាងម៉េចពីជាតិហ្នឹងគឺជាតិនេះគឺកំណត់ថាយើងកើតនៅថ្ងៃខែឆ្នាំមកណាអានេះគឺកើតដោយធម្មជាតិណាអាថ្ងៃខែឆ្នាំកំណើតដែលយើងកើតដែលបងប្អូនមើលតាមយន្តការប៉ាជឺឬក៏តាមវិជាជឺវុយទូស៊ូហ្នឹងឬក៏តាមវិជានៅក្នុងអឺរ៉ុបហ្នឹងគេព្យាករណ៍ខាងតារាសាស្ត្រអឺរ៉ុបមានរបៀបនៃការមើលរបស់គេផ្សេងអាហ្នឹងគឺមានតួនាទីសំខាន់33%រួមចំណែកក្នុងការធ្វើឲ្យយើងក្លាយទៅជាបុគ្គលជោគជ័យឬក៏មិនជោគជ័យឬក៏ជីវិតរបស់យើងរលូនឬក៏មានឧបសគ្គច្រើនស៊ីសងផ្នែកខែឆ្នាំកំណើតដែលយើងកើតទេអាហ្នឹងវាកំណត់ដោយកម្មគឺអំពើដែលយើងសាងកាលពីមុនកន្លែងនេះគឺសំបីរហូតដល់ម៉ោងនេះក៏អត់មានអ្នកវិទ្យាសាស្ត្រណាគេទាត់ចោលថាអត់មានទំនាក់ទំនងរវាងជាតិមុននិងជាតិនេះទេអត់ទាន់មានទេប៉ុន្តែទ្រឹស្ដីរបស់ព្រះសម្មាសម្ពុទ្ធក៏ដោយទ្រឹស្ដីរបស់សាសនាធំផ្សេងៗក៏ដោយគឺថាមានទំនាក់ទំនងរវាងជាតិមុននិងជាតិនេះមនុស្សយើងស្លាប់ហើយមិនមែនស្លាប់ទេគឺស្លាប់តែរូបកាយទេដូរតែរូបកាយដូរតែសម្បកនេះប៉ុន្តែតកតនឹងព្រលឹងវិញ្ញាណរបស់យើងគឺវាបន្តរហូតចាអាថ្ងៃខែឆ្នាំកំណើតដែលយើងកើតនេះគឺវាកំណត់នៅសំណាងរបស់យើងមួយហើយគឺពេលវេលាដែលយើងកើតអញ្ចឹងហើយបើសិនជាយើងចង់កែខ្សែជីវិតគឺយើងត្រូវកែតាមរយៈយន្តការពេលវេលាអញ្ចឹងយើងត្រូវមើលថាតើក្នុងឆាកជីវិតរបស់យើងពេលណាជាពេលដែលល្អរបស់យើងក្នុងខ្សែជីវិត10ឆ្នាំខ្សែជីវិត10ឆ្នាំខ្សែជីវិតប្រចាំឆ្នាំខ្សែជីវិតប្រចាំខែបើអាចមើលទៅថ្ងៃទៀតតើពេលណាជាពេលល្អរបស់យើងនៅពេលដែលបងប្អូនដឹងថា2ឆ្នាំក្រោយសុំទោសនៅពេលដែលបងប្អូនដឹងថា5ឆ្នាំក្រោយបងប្អូនមានឧបសគ្គនៅក្នុងជីវិតអញ្ចឹងយើងត្រូវត្រៀមលក្ខណៈសម្បត្តិពីពេលហ្នឹងទៅមានឧបសគ្គអញ្ចឹងយើងត្រូវសន្សំចៃពេលហ្នឹងទៅដើម្បីឲ្យមានលុយច្រើននៅក្នុងហ្នឹងយើងខំប្រឹងហាត់ប្រាណដើម្បីសន្សំខ្លាចនៅពេលដែលយើងជួបឧបសគ្គទៅយើងអត់ដឹងថាដោះវាដោយរបៀបណាយកអត់មានអីដោះនៅពេលយើងដឹងថា5ឆ្នាំក្រោយយើងបុគ្គលយើងនឹងខ្លាយទៅជាអ្នកដែលជោគជ័យអញ្ចឹងយើងត្រូវត្រៀមលក្ខណៈសម្បត្តិពីពេលហ្នឹងទៅឥឡូវដើម្បីទៅជាអ្នកជោគជ័យថាតើពីពេលហ្នឹងទៅយើងត្រៀមយ៉ាងម៉េចយើងត្រូវរកស៊ីអីដើម្បីរកស៊ីលបហ្នឹងត្រូវការចំណេះជំនាញគេខ្លះវាត្រូវការទុនលុយកាក់ប្រមាណដើម្បីចាប់ផ្ដើមអញ្ចឹងយើងត្រូវត្រៀមលក្ខណៈសម្បត្តិពីពេលអាហ្នឹងទៅដើម្បីយើងអាចចាប់ឱកាសនៅរយៈពេល5ឆ្នាំទៅមុខដែលយើងមើលឃើញថាជាលំហពេលយើងល្អហ្នឹងលំហពេលជើងល្អហ្នឹងគេកែតាមហ្នឹងពេលណាជាពេលល្អរបស់យើងគឺជាពេលមួយដែលយើងត្រូវខំប្រឹងប៉ុន្តែដើម្បីយើងខំប្រឹងបានវាទាល់តែយើងត្រៀមលក្ខណៈសម្បត្តិពីមុនហើយដើម្បីត្រៀមទៅចាំអាពេលហ្នឹងឥឡូវឧទាហរណ៍យើងមើលថា5ឆ្នាំក្រោយយើងខ្លាចទៅជាអ្នកមានណាអញ្ចឹងមានដោយសារគេមានដោយសារដីធ្លីអញ្ចឹងត្រូវសន្សំលុយដើម្បីត្រៀមទិញដីធ្លីមិនអញ្ចឹងបាទឬក៏យើងអាចទិញដីធ្លីពីពេលហ្នឹងបដាហើយចាំដល់ពេលហ្នឹងចាំលក់អាហ្នឹងខ្ញុំឧទាហរណ៍មួយចំណុចអានគេកែតាមយន្តការពេលវេលាទេនេះកូនសិស្សខ្ញុំមុនដំបូងដែលជួបខ្ញុំដំបូងគឺខ្ញុំបញ្យល់អញ្ចឹងក៏អត់ជឿទេដំបូងតែគាត់ដើរជួបហើយគាត់ជឿខ្លាំងដែលជឿខ្លាំងគឺខ្ញុំនិយាយអំពីរឿងការពិតលើโลกនេះអ្វីគឺមានការប្រែប្រួលគឺប្រែប្រួលតាមពេលវេលាហ្នឹងហើយ
ពេលនេះគឺជីវិតយើងលំបាកមិនប្រកាសថា5ឆ្នាំក្រោយយើងនៅតែលំបាកអីប៉ុន្តែធ្វើម៉េចដើម្បីយើងអាចមានឱកាសចាប់យកពេលវេលាបានល្អតើយើងដឹងមុនចេះបានជាគោលការណ៍ជាទូទៅបើសិនយើងចង់ដឹងថាពេលណាជាពេលល្អរបស់យើងត្រូវតែធ្វើការព្យាករណ៍ខ្សែជីវិតរបស់យើងឲ្យបានត្រឹមត្រូវប្រើព្យាករណ៍ខ្សែជីវិតយើងឲ្យបានត្រឹមត្រូវយើងដឹងថាអូ5ឆ្នាំក្រោយយើងដើរជួបពេលវេលាល្អអញ្ចឹងពេលនេះត្រូវខំប្រឹងខំប្រឹងមិនមែនខំប្រឹងរឿងអីគឺខំប្រឹងត្រៀមលក្ខណៈសម្បត្តិបើថាឆ្នាំប្រហែលឆ្នាំក្រោយល្អគឺខំប្រឹងសំលុយសំកាក់ឲ្យបានរៀងច្រើនពីពេលហ្នឹងទៅសំអីចឹងទៅដើម្បីយើងត្រៀមយកចាប់ឱកាសឬក៏យើងខំប្រឹងសិក្សារៀនសូត្រស្វែងយល់ផ្សេងដើម្បីឲ្យមានចំណេះដឹងជំនាញព្រោះនៅលើโลกនេះយើងអត់មានចំណេះដឹងជំនាញវាពិបាកវាបានស្រួលទេលំបាកអាហ្នឹងមួយកែខ្សែជីវិតគឺកែតាមរយៈយន្តការពេលវេលាដោយសារមនុស្សយើងគឺកើតមានថ្ងៃខែឆ្នាំកំណើតយើងកើតដោយសារកំណត់ដោយសារកម្មយើងអំពើដែលយើងសាងហ្នឹងអញ្ចឹងវាកំណត់ថាខ្សែជីវិតរបស់យើងពេលណាល្អមិនល្អគឺតាមនឹងឯងអាហ្នឹងមួយទីពីរគឺសំណាងឯគេសំណាងដីសំណាងដីបងប្អូនសំណាងមិនដីនេះគឺនិយាយអំពីរឿងហុងស៊ុយកន្លែងដែលយើងកើតទីកន្លែងដែលយើងកើតប្រទេសខុសគ្នាសំណាងយើងខុសគ្នាលោកតាស៊ីនស៊ីសមុទ្របើកើតនៅអាមេរិកវិញល្បីទូទាំងពិភពលោកតែគាត់កើតនៅស្រុកខ្មែរអញ្ចឹងគាត់បានល្បីតានៅស្រុកខ្មែរហើយនឹងនៅប្រទេសដែលគេនិយមគាត់ឧទាហរណ៍ថៃកាលមុនគេនិយមស្ដាប់លោកតាស៊ីនស៊ីសមុទ្រគាត់ទេអាហ្នឹងគឺកម្រិតតាមរយៈទីកន្លែងកំណែងយើងកើតហ្នឹងគឺកន្លែងហុងស៊ុយប្រទេសដែលយើងកើតទីកន្លែងដែលយើងកើតអង្គមួយកន្លែងដែលយើងរស់នៅថាតើកន្លែងដែលយើងរស់នៅមានហុងស៊ុយល្អអត់ជាយើងត្រូវជ្រើសរើសកន្លែងណាដែលយើងគួរនៅកន្លែងណាដែលមិនគួរនៅបើកន្លែងនឹងឧបមុខលូទឹកស្អុយក៏លូទឹកស្អុយវត្តអារាមជុំវិញផ្លូវទូចទូចកន្លែងហ្នឹងអត់មានហុងស៊ុយល្អបងប្អូនទៅនៅភ្នាល់បើថាមានប្រាប់ខ្ញុំវិញបងប្អូនអាចធ្វើការសង្កេតជាមួយខ្ញុំបងប្អូនអាចធ្វើដំណើរជុំវិញទីក្រុងភ្នំពេញសុកហុកដួងហែមផ្សេងណាកន្លែងណាដែលល្អល្អកន្លែងណាដែលមិនល្អហើយយើងសង្កេតមើលថាតើពីរនឹងមានជីវភាពខុសគ្នាអត់ខុសគ្នានៅពេលដែលយើងរស់នៅទីកន្លែងដែលអត់មានហុងស៊ុយល្អគឺអត់ទេគឺជីវភាពយើងរស់ស៊ីតឹងលំបាកចុះបានខ្ញុំឃើញបងប្អូនខ្លះគាត់ស្រឡាញ់ដីប្រមាណម៉ែត្រហ្នឹងទៅរំលោភបំពានអីចឹងណាយកបោះរត់ឲ្យធ្វើជាបោះខ្លួនឯងអញ្ចឹងទៅធ្វើយកអាចំណៃផ្លូវរបស់គេទៅធ្វើអញ្ចឹងវាអត់មានទេបើចេះមានយូរយើងរំលោភបំពានអញ្ចឹងវាអត់ទេដោយសារកន្លែងហ្នឹងវាអត់មានមីងថាងវាអត់មានអាទីធ្លាមុខផ្ទះល្អសមគួរយើងបើករបររកស៊ីក៏គេមិនចង់ចូលទិញទេវាពិបាកចតឡានចតម៉ូតូផងហើយបើសម័យមុនអូខេជឹកអៀនចឹងគេចេះទៅណាទៅហូបកាហ្វេទៅហូបអីដោយសារតែគេជិះម៉ូតូសម័យនេះជិះឡានទៅដល់ចតពិបាកឡានគេទំនើបខ្លះគេចតទៅស្រួលគេបុកឲ្យប៉ះពីគេមិនចូលទេអាហ្នឹងយើងត្រូវយល់អាកតាកន្លែងដែលយើងរស់នៅទីកន្លែងដែលយើងរស់នៅទីកន្លែងដែលយើងកើតហ្នឹងវាកំណត់នៅជោគវាសនាគឺនិយាយពីហុងស៊ុយទឹកហើយនឹងខ្យល់ហ្នឹងឯងទឹកខ្យល់ហើយនឹងលំហពេលហុងស៊ុយមាន3ទឹកខ្យល់លំហពេលនៅក្នុងយន្តការសានយន្តគឺវាមានលំហពេលនៅក្នុងហ្នឹងសានហឺគឺទឹកហើយនឹងខ្យល់ជាគោលការណ៍សំខាន់ជាគោលការណ៍សំខាន់កត្តាទី3កត្តាទី3គឺកត្តាមនុស្សកត្តាមនុស្សគឺកត្តាខ្លួនឯងនិងបុគ្គលដែលយើងខ្សែគប់កត្តាមនុស្សសំដៅលើគេមនុស្សយើងបញ្ញាញាណខុសគ្នាឧទាហរណ៍ខ្ញុំខួរក្បាលប៉ុណ្ណឹងឲ្យខ្ញុំទៅមានដូច Elon Musk មិនកើតបើ Elon Musk ខួរក្បាលរបស់គាត់គឺស្មើនឹងជូកលៀងអីហ្នឹងតែខ្ញុំមិនមែនខួរក្បាល Elon Musk ណាជឿឲ្យខ្ញុំមានដូច Elon Musk អត់កើតទេ IQ តកតនឹងបញ្ញារបស់យើងតកតងជាមួយនឹងការខិតខំប្រឹងប្រែងយើងមួយថ្ងៃយើងធ្វើការ2ម៉ោងឲ្យជោគជ័យមិនដូចគេ8ម៉ោងហ៎แล้วខ្ញុំនិយាយត្រូវទេបងប្អូនអត់ត្រូវទេឥឡូវខ្ញុំនិយាយត្រូវឬមិនត្រូវយើងមិនអាចជោគជ័យទេមែនទេយើងមិនអាចជោគជ័យបើសិនតែយើងធ្វើការ2ម៉ោងហើយយើងធ្វើម៉េចបានផលឲ្យគេ8ម៉ោងវាអត់បានទេណាកត្តាមនុស្សបញ្ញាមួយការខិតខំប្រឹងប្រែងយើងពីរគុណធម៌ដល់យើងឆោបោកគេវាជោគជ័យទៅពេលហ្នឹងឯងថ្ងៃក្រោយនឹងបរាជ័យធំនេះអាបោកប្រាស់គេហ្នឹងមនុស្សត្រូវមានគុណធម៌មួយអានោះគឺសំខាន់ណាស់គុណធម៌
ឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយទេអានោះតែម្ដងខ្ចីលុយគេត្រូវសងបើថាសុំមិនដឹងសុំដល់នេះឯងមិនសងបានតែម្ដងហ្នឹងអាហ្នឹងហើយមានគេទៀតបុគ្គលដែលយើងខ្សែគប់ជាមួយបងប្អូនអូមួយទៀតកម្រិតអប់រំសំទោសឧទាហរណ៍យើងរៀនក្នុងថ្នាក់ទី10ទេហើយយើងទៅជោគជ័យមិនដូចគេបណ្ឌិតនោះបើធ្វើការក៏គេស៊ីប្រាក់ខែច្រើនជាងយើងដែរស៊ីប្រាក់ម៉ោងច្រើនជាងយើងដែរតោះណាបាទមួយទៀតបុគ្គលដែលយើងខ្សែគប់ជាមួយសំខាន់ណាជាប្តីជាប្រពន្ធបើយើងណាអ៊ីនអត់ត្រូវគ្នាទេកុំបខំយកគ្នាអីក្រណាអ៊ីនអត់ត្រូវគ្នាគឺកុំបខំយកគ្នាក្របាទបុគ្គលដែលយើងខ្សែគប់ជាមួយហ្នឹងសំខាន់ជាប្តីជាប្រពន្ធជាចៅហ្វាយនាយយើងសមត្ថភាពល្អប៉ុន្តែយើងរកចៅហ្វាយនេះអត់ត្រូវអនាគតគឺអត់ទៅមុខទេហើយសួរថាតើយើងរើសចៅហ្វាយនេះមិនត្រូវអានឹងតើយើងសិក្សាអំពីសម្ព័ន្ធណាសម្ព័ន្ធភាពអញ្ចឹងសរុបមកវិញដើម្បីកែខ្សែជីវិតគឺមាន3នឹងឯងចុះបើយន្តការខុសពី3ហ្នឹងមិនមែនជាបរមត្ថវិជ្ជាទេមិនមែនជាវិជ្ជាចិនខ្សែទេវិជ្ជាចិនខ្សែដើម្បីកែខ្សែជីវិតមនុស្សមាន3ហ្នឹងទី1គឺពេលវេលាតាមរយៈមើលខ្សែជីវិតហ្នឹងឲ្យយើងដឹងថាពេលណាយើងអណ្ដែតពេលណាយើងលិចពេលដែលយើងអណ្ដែតយើងខំប្រឹងឲ្យអស់លទ្ធភាពយើងត្រៀមលក្ខណៈសម្បត្តិពីពេលនេះតទៅមុខដើម្បីយើងត្រៀមយកចាប់យកឱកាសនៅពេលដែលយើងអណ្ដែតនៅពេលដែលយើងលិចយើងត្រូវប្រយ័ត្នប្រយែងក្នុងការសម្រេចចិត្តធំអញ្ចឹងនេះចាញ់បោកគេហើយឬក៏រស់ស៊ីខាត់បងឬក៏ជួបឧបសគ្គផ្សេងកើតឡើងជាយថាហេតុអូខេទី2គឺកត្តាហុងស៊ុយមាន2បងប្អូនដឹងហើយគឺកត្តាដីហ្នឹងហុងស៊ុយមាន2គឺហុងស៊ុយមនុស្សរស់ហើយនឹងហុងស៊ុយភ្នូយ៉ាងហ្វុងស៊ុយហើយនឹងយិនហ្វុងស៊ុយកាលណាយើងនិយាយអំពីយ៉ាងហ្វុងស៊ុយមានតែ2ឯងប្រព័ន្ធមានតែ2ឯងហើយកុំតថាណាមានរូបមន្តហុងស៊ុយផ្សេងនោះគ្មានទេហុងស៊ុយមានតែ2ប្រព័ន្ធទេសានហឺហើយនឹងសានយួនមានតែ2ហ្នឹងទេចំឧទាហរណ៍បងប្អូនខ្លះគាត់ច្រើនតែសួរខ្ញុំសួរដែរខ្ញុំបកស្រាយច្រើនសួរថាលោកគ្រូចុះបើយើងយកកញ្ចក់ដៃកញ្ចក់ជើងសក់ឈាមធ្មេញរបស់យើងយកទៅកប់លើដី5ធាតុនឹងទៅជាអ្នកមានទេខ្ញុំសួរថាអានឹងជារូបមន្តហុងស៊ុយឬក៏មិនមែនឆ្លើយមកខ្ញុំវិញហ្នឹងអានឹងមិនមែនហុងស៊ុយទេអានឹងផ្លូវក្នុងតានៅក្នុងអានឹងគឺផ្លូវក្នុងមិនមែនជាហុងស៊ុយទេហុងស៊ុយទឹកខ្យល់នឹងលំហពេលឥឡូវបើសិនយើងគិតថាការកប់កញ្ចក់ដៃកញ្ចក់ជើងសក់ធ្មេញឈាមរបស់យើងហ្នឹងវាធ្វើឲ្យអនាគតយើងប្រែប្រួលខ្ញុំសួរមួយមើលកន្លងមកផ្លេចបងប្អូនកាត់សក់ដកធ្មេញដកអីកាត់កញ្ចក់ដៃកញ្ចក់ជើងបោះចោលឲ្យទៅពីហ្នឹងមែនទេក្នុងលូទឹកស្អុយធុងសម្រាមហើយសក់របស់យើងគឺងូតទឹកម្ដងគឺដាច់ចូលក្នុងអាបន្ទប់ទឹកក្នុងលូមិនទេចេះតិចទេដូចខ្ញុំមកមួយថ្ងៃឥឡូវចង់ទៅពេកអស់នេះបើសិននៅវាធ្លាក់ចូលក្នុងលូអនាគតរបស់យើងលូអានេះខ្ញុំជឿថារូបមន្តហ្នឹងគឺត្រូវតែផ្ទុយទៅវិញបើសិនណាដាច់ចូលមកសេរីអនាគតរបស់ខ្ញុំនៅតែរបស់ខ្ញុំអនាគតរបស់បងប្អូននៅតែបងប្អូនហ្នឹងមានតែទៅអ្នកក្រអ្នកក្រៃណាអត់ទេបើសិនជាយើងយកអាហ្នឹងបោះចោលដាក់កន្លែងទីដែលមិនសមគួរវិជ្ជឥទ្ធិពលមកលើយើងណាការលើកឡើងបែបនេះគឺត្រូវក្នុងការពិសោធន៍វិទ្យាសាស្ត្រគឺគេពិសោធន៍អញ្ចឹងបើសិនយើងមិនដឹងថាវាលទ្ធផលមិនយើងពិសោធន៍អញ្ចឹងឥឡូវបងប្អូនចាញ់ពីនឹងទៅអាចយកទៅកប់នៅកន្លែងលូទឹកស្អុយកាត់កញ្ចក់ដៃកញ្ចក់ជើងតែមិនបាច់កប់ទេតាមពិតបងប្អូនគេយកបោះចោលទៅពីដូចខ្ញុំដែរហ្នឹងទៅកាត់សក់នៅជាងកាត់សក់ឬក៏ទៅធ្វើកញ្ចក់ឲ្យដែលអ្នកធ្វើកញ្ចក់យើងយកដាក់លើដី5ធាតុទេឬក៏ដាក់នៅក្នុងថូមាសអត់មានទេដាក់ក្នុងលូទឹកស្អុយសួរថាតើអនាគតរបស់បងប្អូនវាយ៉ាងម៉េចវានៅដដែលហ្នឹងមានអីប្រែប្រួលអ្នកខ្លះគេថាគេធ្វើកាច់ធ្វើអីធ្វើកាច់បើសិនណាប្រើអានឹងមែនក៏ប្រើយន្តការសាសនាតៅដែរអានឹងជាផ្លូវក្នុងទេមិនមែនជាហុងស៊ុយទេហុងស៊ុយឲ្យបងប្អូនយល់ទេតែទឹកខ្យល់ហើយនឹងលំហពេលមានបួកមាន3ហ្នឹងឥឡូវយើងយកធ្វើទៅអញ្ចឹងទឹកឯងចោលឯងលំហពេលឯងអត់ព្រោះហ្នឹងអាហ្នឹងគឺជាផ្លូវក្នុង
អង់គ្លេសថា black magic ផ្លូវក្នុងវាមិនមែនជារឿងហុងស៊ុយទេហើយសួរធ្វើចឹងកែបានទេខ្ញុំគិតថាគ្មានអាណាដែលជ្រុលជ្រាបជាងជនជាតិចិនសិង្ហបុរីម៉ាឡេតៃវ៉ាន់ហុងកុងទេអញ្ចឹងគេផ្អើលទៅធ្វើគ្រប់គ្នាមានគ្រប់តែគ្នាហ្នឹងអានេះខ្ញុំនិយាយ original អារឿងរូបមន្តមិនមែនចេះនឹកឃើញជឿដោយខ្វះមូលដ្ឋាននៃការគិតទេអូខេអាហ្នឹងគឺខ្ញុំនិយាយអ្វីដែលនេះខ្ញុំបើកវេទិកាជូនបងប្អូនអាចមានយោបល់អីបងប្អូនអាចមានយោបល់ណានិយាយរួមក្នុងវិទ្យាសាស្ត្រគឺគេពិសោធន៍អញ្ចឹងបើយើងអត់ដឹងថាសក់របស់យើងឬក៏ធ្មេញរបស់យើងឬក៏កញ្ចក់ដៃកញ្ចក់ជើងរបស់យើងយកដាក់ដី5ធាតុហ្នឹងវាទៅជាអ្នកមានឬអ្នកក្រឬក៏ដាក់ក្នុងថូមាសថូប្រាក់អីចឹងទៅជាអ្នកមានអ្នកក្រទេយើងត្រូវមើលយន្តការចេះថាយើងត្រូវប្រច្រាស់មកវិញក្នុងជាសាសយកសក់យកកញ្ចក់ដៃកញ្ចក់ជើងយកបោះចោលក្នុងលូអនាគតរបស់យើងទៅជាលូអត់បោះចោលក្នុងធុងសម្រាមអនាគតរបស់យើងសម្រាមអត់បើសិនយើងបោះចោលកន្លែងហ្នឹងអនាគតរបស់យើងសម្រាមបានន័យថាបើយើងយកទៅដាក់នៅដី5ធាតុប្រកាសជាអនាគតរបស់យើងបបររុងរឿងហើយត្រូវបវររុងរឿងមកអនាគតគឺមានវិបុលភាពគឺភាពរីកចម្រើនមែនតើប៉ុន្តែបើសិនតែអញ្ចឹងការពិតមែនជនជាតិចិនគេរត់ធ្វើគ្រប់គ្នាសិង្ហបុរីគេធ្វើគ្រប់គ្នាហ្មងបាទធ្វើគ្រប់គ្នាហ្មងគេអត់ដូចខ្មែរយើងទេបាទគឺគេធ្វើគ្រប់គ្នាគេមិនឲ្យយើងដឹងទេអញ្ចឹងចឹងហ៎នេះគឺជាអ្វីដែលខ្ញុំបកស្រាយតាមទ្រឹស្ដីទៅគឺខ្ញុំនិយាយអំពីអ្វីដែលជានេះពួកបងប្អូនខ្លះគាត់ឆ្ងល់គាត់សួរខ្ញុំបកស្រាយមួយដងហើយមែនតើគាត់ចេះឆ្ងល់គាត់ចេះសួរអញ្ចឹងទៅហើយអ្វីដែលខ្ញុំអារម្មណ៍ខ្ញុំដោយសារបងអូនស្រីម្នាក់គាត់មានបញ្ហាហ្នឹងហើយខ្ញុំគិតថាវាជាការចាំបាច់ដើម្បីរួមចំណែកបំភ្លឺផ្លូវឲ្យបងប្អូនយល់ត្រឹមត្រូវបាទតើបងប្អូនអាចសួរបានតើតើនឹងបញ្ហាហ្នឹងបញ្ហានេះគឺជាបញ្ហាមួយដែលសំខាន់ហើយក៏គួរតែចែកម្លែកតគ្នាដែរព្រោះអានឹងវាជួយសង្គមច្រើនណាស់ជាអំពើបុណ្យជាអំពើបុណ្យណាបាទអំពើបុណ្យរឿងអាចោះបញ្ចុះកញ្ចក់ដៃកញ្ចក់ជើងនេះហ្នឹងដែលបងប្អូនថាបញ្ចុះ DNA ហ្នឹងអាហ្នឹងគឺជាផ្លូវក្នុងទេហើយជំនឿហ្នឹងមិនមែនជាជំនឿនៅក្នុងហុងស៊ុយពិតប្រាកដរបស់ចិនទេអត់មានទេហើយហុងស៊ុយមានតែពីរប្រព័ន្ធនេះសានហឺហើយនិងសានយួនមានតែចេះតែខ្ញុំធ្លាប់ឮកន្លងមកគឺតែធ្លាប់ដឹងពីគ្រូដែលគាត់បរៀនមានតែភ្នោខ្មោចទេយើងបញ្ចុះភ្នោដូនតាយើងឲ្យត្រូវទៅវាជួយឲ្យយើងរកស៊ីមានបានអាហ្នឹងគឺគេនិយាយរឿងហ្នឹងតែបើថាឲ្យទៅធ្វើអញ្ចឹងទៅជាអ្នកមានសទ្ធីអីចឹងបងប្អូនពិចារណាមើលថាតើជនជាតិចិនហ្នឹងគេឆោតជាងយើងឬមិនសិង្ហបុរីម៉ាឡេតៃវ៉ាន់ហ្នឹងហុងកុងគេឆោតជាងយើងឬយ៉ាងម៉េចអាហ្នឹងណាខ្ញុំបកស្រាយរឿងហ្នឹងអាចប៉ះពាល់បងប្អូនយើងមួយចំនួនប៉ុន្តែខ្ញុំចង់ជួយមនុស្សជាទូទៅច្រើនជាងយើងបំផុលដែលគ្មានសច្ចធម៌រូបមន្តអត់មានទេបណ្ណាថាមានប្រាប់សភៅណាសេអញ្ចឹងអ្នកនិពន្ធណាគេសេអញ្ចឹងអត់មានអានោះផ្លូវក្នុងទេស្រាវជ្រាវឲ្យដល់កម្រិតអានោះបានគេហៅផ្លូវក្នុងមិនមែនហុងស៊ុយទឹកខ្យល់ឲ្យលំហពេលមែនទេបងប្អូនបាទតោះខ្ញុំបកស្រាយប៉ុណ្ណឹងខ្ញុំគិតថាគ្រប់គ្រាន់ហើយតើតងចម្ងល់បងប្អូនមួយចំនួនដែលច្រើនតែសួរថាតើអាបញ្ចុះ DNA ដែលគេលើកឡើងហ្នឹងវាមាននៅក្នុងវិទ្យានឹងពិតឬមិនពិតវាជួយយើងបានមែនឬមិនបានមែនសាមញ្ញដូចខ្ញុំបានបកស្រាយមិញឥឡូវនេះវាមានអាខ្នាតទៀតណាអាខ្នាតតូចអាខ្នាតធំអាកណ្ដាលអាខ្នាតខ្ពស់ទៀតណាវាបែងចែកទៅអញ្ចឹងអូយើងនាំគ្នាជឿតែខ្វះមូលដ្ឋានអញ្ចឹងខ្មែរយើងក្រគ្មានទីបញ្ចប់ទេខ្ញុំនិយាយការពិតខ្មែរយើងក្រហ្នឹងគឺក្រហ្មងក្រគ្មានទីបញ្ចប់ទេសង្គមយើងជឿខ្វះការគិតអញ្ចឹង
យើងបណ្ដោះឲ្យកូនចៅខំប្រឹងរៀនសូត្រឲ្យបានត្រឹមត្រូវប្រឹងឲ្យត្រូវគិតឲ្យត្រូវធ្វើឲ្យត្រូវអាហ្នឹងគឺចប់បងប្អូនមានសំណួរអីអាចសួរបានសំណួរអីដែលពាក់ព័ន្ធក៏បានឬសំណួរអីផ្សេងក៏បានដែរលោកគ្រូបាទសុំសួរលោកគ្រូបកទៅក្រោយតិចពាក់ព័ន្ធជាមួយនឹងអង្គសុយពីទឹកមុនលោកគ្រូបានប្រាប់ថាផ្ទះបែរមុខទៅលិចទឹកហូរពីខាងត្បូងមកយើងហាមអាហ្នឹងហូរបុកចាំផ្ទះឬបើហូរពីត្បូងមិនហូរពីក្រោយផ្ទះឲ្យបានគ្រូអាហ្នឹងចាំយើងនិយាយតាក់ទងហ្នឹងនៅពេលដែលខ្ញុំបញ្យល់ជា slide ចុះបងអាហ្នឹងណាព្រោះអាកន្លែងហ្នឹងវាត្រូវការបញ្យល់ដែលមានរូបភាពអានេះខ្ញុំអត់បានដាក់រូបភាពក្នុងកុំព្យូទ័រដល់អញ្ចឹងទៅខ្ញុំពិបាកខ្ញុំបញ្យល់អញ្ចឹងចាំមានរូបភាពខ្ញុំបញ្យល់ស្រួលយល់ជាងណាបងព្រោះអាហ្នឹងវាត្រូវការកំណត់នៅអង្សាវាជាក់លាក់ច្បាស់លាស់បងជឿនបងអរគុណច្រើនអរគុណសំណួរហ្នឹងគ្រូសុំសួរមួយលោកគ្រូបាទចង់និយាយថាពីកូនខ្ញុំវាមួយនោះវាដីវាច្រើនវាឈឺជំងឺច្រើនដុំសាច់ដុំអីហ្នឹងហើយដល់ពេលយើងវិធីកាយយើងធ្វើមិនលោកគ្រូមិនមែនដីច្រើនធ្វើយើងដុំសាច់ទេមែនតើណាចាវាមានធាតុដែលខ្សែជីវិតយើងចូលមកវាប៉ះពាល់ជាមួយនឹងរឿងដីរឿងធាតុមួយដែលធ្វើឲ្យដីហ្នឹងគឺមានបញ្ហាគឺធាតុទឹកកន្លែងនេះគឺខ្ញុំមិនបញ្យល់តទៅរបៀបកែយ៉ាងម៉េចទេព្រោះអានេះគឺជាសំណួរបុគ្គលណាបងសំណួរបុគ្គលអញ្ចឹងអ្វីដែលខ្ញុំចង់ឲ្យបងប្អូនសួរហ្នឹងគឺសំណួរជាទូទៅលក្ខណៈបុគ្គលយើងអាចនិយាយគ្នាក្នុងកម្រិតបុគ្គលព្រោះបុគ្គលម្នាក់ៗគឺខុសគ្នាដូច្នេះយើងអាចច្រឡូកច្រឡំទេអញ្ចឹងកណ្ដាលខ្ញុំបកស្រាយជារួមអញ្ចឹងអាចបងប្អូនយល់ខុសបានន័យថាបងប្អូនផ្សេងៗគាត់យល់ថាឲ្យតែអញ្ចឹងគឺត្រូវតែធ្វើដូចគ្នាអញ្ចឹងណាវាខុសគ្នាបងហ្នឹងគឺខុសតែខ្ញុំឆ្ងល់ក្នុងតារាងវាលោកគ្រូមិនក៏ត្រូវប្រើភ្លើងបោកវិញអាហ្នឹងហើយជាភាពពិសេសរបស់វាជាភាពពិសេសរបស់គេចាលោកគ្រូទៅជាប្រើភ្លើងបុកភ្លើងហ្នឹងមិនជួយដីលោកគ្រូដល់ពេលចាំងទៅវាចេះឆ្ងល់ហើយវាចេះតែភ័យខ្លួនវាចេះចោលខ្ញុំសួរលោកគ្រូអត់អីចាំខ្ញុំបញ្យល់ជាលក្ខណៈជាបុគ្គលចាអរគុណបងពួកហ្នឹងវាជាលក្ខណៈ privacy យើងអត់អាចយកលក្ខណៈឯកជនរបស់គេយកមកវាត្រដាងទេអាហ្នឹងជាក្រមសីលធម៌មួយបងវាចេះឈឺជាងគេហើយឥឡូវវាចេះភ័យមិនអីទេបងទៅភ័យមិនអីបងជឿខ្ញុំអាទិទេពគេកំណត់យើងប៉ុណ្ណាគឺប៉ុណ្ណឹងកុំទៅបារម្ភច្រើនបារម្ភច្រើនហ្នឹងវាអត់នេះបងប្អូនជឿខ្ញុំមួយដែលវិទ្យាសាស្ត្រគេថាស្លាប់ផ្ទុយមកវិញអត់ស្លាប់ឧទាហរណ៍ជាក់ស្ដែងគឺ Stephen Hawking នឹងឯងអ្នកប្រាជ្ញផ្នែករូបវិទ្យាពេទ្យគេថាម៉េចអូគាត់ស្លាប់ហើយ2ឆ្នាំទៀតតែមនុស្សគិតមិនដូចទេវតាគិតទេពេលខ្លះលេងអ្នកដែលនិទាសថា2ឆ្នាំទៀតគាត់ស្លាប់បានស្លាប់មុនគាត់បាត់ទៅហើយគាត់72បានគាត់ចែកឋានទៅប្រហែលឆ្នាំមុនប្រហែលជាខ្ទង់6 7ឆ្នាំមុនបាទអាហ្នឹងមានពេលខ្លះគឺទេវតាគេកំណត់មកទេប៉ុណ្ណាគឺប៉ុណ្ណឹងប៉ុន្តែនៅពេលដែលគេឲ្យយើងល្អគឺយើងត្រូវប្រើកត្តាមនុស្សដែរហាត់ប្រាណហាត់អីហើយញ៉ាំអីត្រឹមត្រូវតាមនិយមម្ហូបអាហារទៅចំណីអាហារទៅអាហ្នឹងធ្វើយើងបានយូរតែគេប្រាប់ថាម៉េចអូលោកលៀបឯង90ប៉ុន្តែយប់ឡើង enjoy beer រហូតអញ្ចឹងអត់កើតទេផាត់គ្រឿងស្រវឹងច្រើនអត់កើតទេហ្នឹងណាបាទឧទាហរណ៍ជាក់ស្ដែងអញ្ចឹងដូចប៉ាក់ខ្ញុំអញ្ចឹងប៉ាក់ខ្ញុំបង្កើតគាត់មហារីកក្របឈាមពេទ្យបារាំងគេថាម៉េចជាតិនេះអត់រស់ទេជាតិនេះអត់រស់ទេប៉ុន្តែសប្តាហ៍នេះគាត់អត់មានស្លាប់ទេរស់ដោយសារគាត់ដើរជួបអតីតខ្មែរក្រហមម្នាក់គាត់ចេះអាថ្នាំហ្នឹងឲ្យប៉ាក់ខ្ញុំផឹកប្រហែលឆ្នាំគេថាផឹកទៅបើសិនទឹកនោមប្រែពណ៌បើថាលែងស្លាប់ហើយបើអត់ប្រែពណ៌បើដឹងថា100%គាត់ផឹកទៅជារហូតដល់ថ្ងៃហ្នឹងទីទេឲ្យគឺបងកុំទៅបារម្ភច្រើនហើយបងប្អូនខ្លះឮតែខ្លួនឯងអូកើតមហារីកភ័យសម្រាប់ខ្លួនបាត់ថាអត់ទេឧទាហរណ៍2ឆ្នាំក្រោយគេរកឃើញថ្នាំព្យាបាលជំងឺមហារីកតើបងប្អូននឹងសោកស្ដាយការសម្រេចចិត្តពេលហ្នឹងយ៉ាងម៉េចទៅដូចអ្នកដែលកើតអេដអញ្ចឹងកាលមុនឲ្យតែកើតអេដដឹងអស់សង្ឃឹមចងកងបាត់យប់ឡើងខុសអ្វីៗទាំងអស់ប្រែប្រួលតាមពេលវេលាពេលនេះកើតអេដអត់ទាន់មានថ្នាំព្យាបាលមិនប្រកាសតែ5ឆ្នាំក្រោយអត់មានទេ
ដល់ឥឡូវនេះគឺមានគេថ្នាំពន្យាដល់ទៅអាអ្នកកើតអេដហ្នឹងទៅអាយុវែងជាងអាអ្នកដែលអត់កើតទៀតអឺអាហ្នឹងគឺអញ្ចឹងហ៎បងកុំបារម្ភច្រើនពេកអារឿងចិនផ្សាយនេះគឺកន្លែងនេះដែលខ្ញុំបំភ្លឺ អរ ជា គុណច្រើន គឺ លោកគ្រូថ្លាហ្មងកន្លែងនេះ បាទ ខ្លះការសម្រេចចិត្តរបស់យើងមិនប្រកបថាត្រូវដូចថាលោកគ្រូនិយាយអញ្ចឹងអ្នកខ្លះមានបញ្ហាថ្ងៃហ្នឹងអញ្ចឹងវាគាត់អត់ដឹងថាពេលវេលាវាប្រែប្រួលអាចនាំអ្វីជាឱកាសឲ្យយើងអញ្ចឹងណា បាទ កន្លែងហ្នឹងខ្ញុំទទួលស្គាល់ហើយខ្ញុំទទួលយក អរគុណបងអ្វីៗទាំងអស់គឺវាប្រែប្រួលតាមពេលវេលាអញ្ចឹងបាទបងប្អូនសួរខ្ញុំថាកែខ្សែជីវិតកែដោយរបៀបណាគឺកែតាមពេលវេ គ្រូ លា តេតទៅនឹងអ្នកកើតអេដហ្នឹងអ្នកនៅភូមិខ្ញុំដោយវិប្តីប៉ុន្តែគាត់រស់នៅយូរដោយជិត20ឆ្នាំហើយនៅទល់ឥឡូវហ្នឹង បាទ គាត់ឆ្នាំពជាគេរហូតចឹងមានបញ្ហាអីទេហើយរស់នៅធម្មតាហូបចុកមួយកូនចៅធម្មតា បាទហើយបងប្អូនខ្លះលើទៅខ្លួនឯងកើតអេដកាលសម័យហ្នឹងណាចងកអញដឹងតែអត់រស់ទេអាចជំងឺហ្នឹងជំងឺស្រាលហ្មងដឹងអត់រស់ទេទៅចងកបាត់ខាតបាត់ដល់ពេលប្រហែលខែក្រោយមកគេរកឃើញថ្នាំពន្យាដល់ពន្យាបានសោកស្ដាយអូយស្លាប់ជ្រុលបាត់ហើយស្លាប់ជ្រុលបាត់ណាស្លាប់ជ្រុលបាត់អាហ្នឹងណាហើយនៅពេលដែលយើងកើតជំងឺឯដែលកុំអស់សង្ឃឹមលើโลกនេះស្អីក៏មានដំណោះស្រាយដែរគឺដំណោះស្រាយគឺតាមពេលវេលាវាប្រែប្រួលរហូតប្រែប្រួលអ្នកដែលមានថ្ងៃនេះมันប្រកាសថា5ឆ្នាំក្រោយនៅតែមានទេអ្នកដែលក្រពេលនេះมันប្រកាសថា5ឆ្នាំក្រោយនៅតែក្រទេមនុស្សយើងវាមានលិចហើយនឹងអណ្ដែតវាមានខ្សែជីវិតរបស់វាឡើងហើយនឹងចុះជាហ្វ្រេកង់បងប្អូនខ្លះគាត់ថាប្រាថ្នាជាខ្សែជីវិតដែលថេរអត់ប្រែប្រួលមានតែមនុស្សស្លាប់ទេដែលខ្សែជីវិតมันប្រែប្រួលវាថេរនៅពេលដែលបងប្អូនខ្សែជីវិតឡើងចុះគឺសប្បាយចិត្តព្រោះបានន័យថានរណាក៏កើតឡើងអញ្ចឹងដែរកើតឡើងអញ្ចឹងដែរហើយរឿងមួយដែលខ្ញុំនិយាយអំពីរឿងបរមត្ថវិជ្ជាហើយបងប្អូនខ្លះក៏អត់ជឿថាហ្នឹងមានបុណ្យហើយនឹងបាបទេបងប្អូនខ្លះអត់សូវជឿសាសនាទេសូម្បីព្រះពុទ្ធព្រះសម្មាសម្ពុទ្ធដែលសម្រេចសម្មាសម្ពោធិញ្ញាណបងប្អូនខ្លះទៅបដៅគាត់ទៅបញ្យល់ប្រាប់គាត់អីចឹងប្រសងទៅលោកទៅបញ្យល់ប្រាប់ថាមានបុណ្យមានបាបគាត់ជឿណាហេតុអីបានជាអ្នកខ្លះគាត់ស្លាប់នៅក្នុងភ្លើងឆេះអ្នកខ្លះស្លាប់នឹងគ្រោះថ្នាក់ចរាចរណ៍ហើយអ្នកខ្លះអត់មានបញ្ហាអីអានឹងតំណាក់តំណងរឿងកម្មផលនៅក្នុងបរិមត្តវិជាចិនក៏គេបញ្យល់ដែរតែខ្ញុំរៀនគេបញ្យល់ថាមានកម្មមានផលចាំបានគេឲ្យយើងប្រព្រឹត្តអំពើល្អឲ្យបានច្រើនជួយគេដល់ពេលយើងរៀនដល់អាកម្រិតមួយដែលល្អគឺធ្វើឲ្យយើងមានអាសេចក្តីល្អជួយបន្តយើងអត់គិតជារឿងលុយកាក់សំខាន់នេះកន្លែងខ្លះលុយកាក់ជាការពិតដែរណាដែលមិនត្រូវការលុយដើម្បីជួយសម្រួលដល់ការរស់នៅប៉ុន្តែគ្រូចន្ទសាយគឺគេឲ្យយើងប្រព្រឹត្តអ្វីមានក្រមសីលធម៌រូបមន្តណាដែលវាពិតដែលយើងធ្លាប់រៀនចេះដឹងយើងគិតថាហ្នឹងវាត្រូវត្រឹមត្រូវវាជួយអាហ្នឹងយើងយកមកផ្សព្វផ្សាយទៅវាអត់ខុសទេតែបើរូបមន្តខ្លះយើងដឹងថាហ្នឹងជារូបមន្តមួយដែលបំរើផលប្រយោជន៍ខ្លួនឯងច្រើនជាងបំរើផលប្រយោជន៍ឲ្យមនុស្សជាទូទៅវិញទៅមកយើងគួរតែកុំអនុវត្តបែបដូចនេះអាហ្នឹងគឺជាអ្វីមួយដែលខ្ញុំបញ្យល់ថាតើកែខ្សែជីវិតគឺកែដោយរបៀបណាគឺប្រើ3ពេលវេលាហុងស៊ុយហើយនឹងកតាមនុស្សយើងនឹងឯងផុតពីហ្នឹងមិនមែនជារឿងបរមត្ថវិជ្ជាចិនទេហុងស៊ុយគឺទឹកខ្យល់លំហពេលកែអញ្ចឹងបានទៅរួចបុគ្គលដែលយើងខ្សែគប់ជាមួយសំខាន់ណាឧបមាថាបងប្អូនទៅស្គាល់ជាវាយខេតម្នាក់ហើយនឹងបងប្អូនទៅស្គាល់មនុស្សម្នាក់ដែលប្រមឹកពីហ្នឹងអនាគតខុសគ្នាបាត់ហើយស្គាល់ជាវាយខេតយ៉ាងហោចណាស់គាត់បើដែរទៅហើយបើស្គាល់អ្នកប្រមឹកវិញផឹកដូចគ្នាទាញទឹកទាំងអស់ទាំងគ្នានឹងបុគ្គលដែលយើងខ្សែគប់ជាមួយគឺសំខាន់ការខ្សែជីវិតគឺកែតាមយន្តការហ្នឹងបើដើរចេញពីយន្តការហ្នឹងមិនមែនជារឿងចិនខ្សែទេអាហ្នឹងចូលចិនកៅហើយចិនខ្សែផ្សេងចិនកៅផ្សឹងចិនកៅខាងបំផុលខាងនិយាយអីបលើសអញ្ចឹងណាដាក់អានេះទៅជាសេដ្ឋីលើโลกនេះអត់អាចចោលកតាមនុស្សទេអត់អាចចោលកតាទីកន្លែងដែលយើងរស់នៅទេហើយអត់ចាក់ចេញពី
រឿងខ្សែជីវិតរបស់យើងទេអាខ្សែជីវិតរបស់យើងដូចជាទេវតាឲ្យយើងទេឧទាហរណ៍យើងកើតមកចំពេលវេលាដែលល្អកម្រិតខ្សែជីវិតគឺ Elon Musk ប៉ុន្តែបើសិនជាយើងរស់នៅប្រទេសមួយដែលមិនមែនប្រទេសដែលសក្តានុពលភាពសេដ្ឋកិច្ចដល់កម្រិត Elon Musk យើងមិនអាចទៅជា Elon Musk ទេហើយឧទាហរណ៍ថាយើងគេឲ្យខ្សែជីវិតមកគឺជាខ្សែជីវិតមួយដែលមធ្យមយើងទៅប្រឹងដូច Elon Musk ទៅអត់រួចទេប្រឹងប្រច្រាស់កាន់តែខ្លាំងគឺកាន់តែទុកកាន់តែធំទុកកាន់តែធំទុកកាន់តែធំអានោះការកែខ្សែជីវិតគឺប្រើយន្តការ3ហ្នឹងបើប្រាសចាកចេញពី3ហ្នឹងមិនមែនជារូបមន្តចិនខ្សែទេអានោះចូលចិនកៅហើយចិនកៅចិនកៅហើយរឿងមួយទៀតខ្ញុំចង់និយាយគឺរឿងឆុងឧទាហរណ៍ថាឆ្នាំនេះម្សាញ់ឆុងមួយគេបងប្អូនកុលមែនទេបើសិនជាយើងមានកុលនៅក្នុងតារាងអ្នកខ្លះក៏ថាភ័យអីចឹងតែពិតអត់ទេរឿងឆុងខ្លះវារឿងកើតឡើងឆុងខ្លះគឺវាអត់កើតឡើងទេអញ្ចឹងចង់ដឹងថាកើតឡើងមិនកើតឡើងអានឹងតើយើងមើលខ្សែជីវិតលម្អិតយើងមើលតំណាក់តំណងធាតុរបស់វាបានយើងដឹងថាកើតឡើងឬមិនកើតឡើងយើងមិនមែនគ្រាន់តែឮថាឆុងហ្នឹងគឺយើងបារម្ភពេកទេខ្ញុំអត់លើកទឹកចិត្តឲ្យបារម្ភទេបងប្អូននៅឲ្យស្ងប់ស្ងាត់ទៅហើយមួយទៀតគេថាបើសិនតែឆុងទេទៅពាក់អានេះពាក់អានោះខ្ញុំលើកទឹកចិត្តបើសិនបងប្អូនចង់ក្រមានលុយមានកាក់ទុកឲ្យបងទុកឲ្យកូនចៅចាយរៀនសូត្រទៅហើយសួរថាហេតុអីបានជាគេសរសេរអារូបមន្តទ្រឹស្ដីនឹងឡើងនៅក្នុងសភៅចិនសែមួយចំនួនណាដោយសារអ្នកសរសេរហ្នឹងគាត់បើកក្រុមហ៊ុនលក់វត្ថុហ្នឹងលក់វត្ថុហ្នឹងលក់ទ្រង់ទ្រាយធំអញ្ចឹងគាត់ត្រូវសេរូបមន្តហ្នឹងហើយដើម្បីលក់តែបើសិនបងប្អូនថាខ្ញុំអត់អស់ចិត្តខ្ញុំលើកទឹកចិត្តបើសិនបងប្អូនយល់ថាអញ្ចឹងត្រូវតែកន្លងមកគឺអត់ទេបងប្អូនចារណាមើលបើសិនតែយើងគិតតែវិឆុងអញ្ចឹងវា12ឆ្នាំត្រូវជួបឧបតិហេតុនឹងម្ដងម្នាក់12ឆ្នាំត្រូវជួបឧបសគ្គនឹងម្ដង12ខែត្រូវឧបសគ្គនឹងម្ដង12ថ្ងៃត្រូវឧបសគ្គនឹងម្ដងព្រោះសត្វហ្នឹងវាវិលជុំមិន12បាទឧទាហរណ៍បងប្អូនកើតឆ្នាំអីគេឆ្នាំកុលអញ្ចឹងឲ្យតឆ្នាំម្សាញ់ចូលមកគឺមានបញ្ហាខែម្សាញ់ចូលមកមានបញ្ហាថ្ងៃម្សាញ់ចូលមកគឺមានបញ្ហាឬម៉ោងម្សាញ់ចូលមកមានបញ្ហាបើគ្រប់តែបញ្ហាអញ្ចឹងគ្មាននរណារស់កើតទេដោយសារវាមានករណីខ្លះវាកើតឡើងនិងអត់កើតឡើងព្រោះពេលខ្លះវាតាក់ទងរបាំងខ្សែជីវិត10ឆ្នាំរបស់យើងវាចម្រោះវាអត់ឲ្យមានបញ្ហាកើតឡើងវាចាប់ជាប់វាអត់ឆុងកើតឡើងទេដូច្នេះយើងទៅបារម្ភស្អីបងប្អូនធម្មតាទៅធម្មតាអូខេខ្ញុំមានបញ្យលអញ្ចឹងហើយបងប្អូនអាចកន្លែងណាយល់ស្របឬមិនយល់ស្របបងប្អូនអាចលើកឡើងបានព្រោះពេលខ្លះខ្ញុំចង់បានហេតុហើយនឹងផលច្រើនជាងតែអ្វីដែលខ្ញុំបញ្យលនេះជាគោលការណ៍ទូទៅខ្ញុំបកស្រាយហ្នឹងគឺផ្អែកទៅលើទ្រឹស្ដីដែលខ្ញុំបានរៀនចេះដឹងទេហើយបើសិនបងប្អូនមានឱកាសជួបចិនសែអន្តរជាតិដែលគាត់ប្រកែពិតប្រាកដគាត់នឹងបញ្យលមិនឃ្លាតពីហ្នឹងឯងអត់ឃ្លាតពីហ្នឹងឯងវាទៅក្នុងលំនាំតែមួយអញ្ចឹងលំនាំតែមួយអញ្ចឹងអូខេអាហ្នឹងខ្ញុំនិយាយរឿងការសัตว์ឧទាហរណ៍ថាឆ្នាំម្សាញ់ពីឆុងជាមួយនឹងកុលអញ្ចឹងគេថាឲ្យយើងពាក់នេះពាក់នោះឥឡូវម្សាញ់រួមមួយគេបានបងប្អូនរួមធៀបណាម្សាញ់រួមមួយគេរកាលខោរកា បាទ រួមមួយ រួម វើ ពី ក ទៀតរួមពីទៀតចៅ រួមពីទៀតវើកលខោ វកការឆ្លើយអេមែនទេ វើកត ការ វើក ឆ្លើយនឹង បាទ វករួមសត្វពីរសត្វមួយវក ពី បា សា ទ ច់ ជាមួយវកបាទគេថាពាក់ស្វាអញ្ចឹងណាបាទ បីសត្វមួយសាញ់រកាឆ្លើយ បាទកាលណាយើងចាប់ធាតុកុំឲ្យឆុងគ្នាជាទូទៅគេចាប់តែប្រើធាតុ2ធាតុ2ធាតុ
សំណួរសួរថាវាយ៉ាងម៉េចវិញអាពាក់ស្វាអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យដើរអោបស្វាផងអត់ទេបងប្អូនពាក់តដាច់ខ្យល់ទេវាអត់មានកើតអីដែរពាក់ហើយនឹងមិនពាក់វាអត់ខុសគ្នាទេអាចពិសោធន៍បានបើអញ្ចឹងមែនមុនបងប្អូនជឿចិនសែបងប្អូនអត់ជឿកាលសម័យហ្នឹងវាមិនមិន12ឆ្នាំត្រូវជួបបញ្ហាម្ដង12ខែជួបបញ្ហាម្ដង12ថ្ងៃជួបបញ្ហាម្ដង12ម៉ោងជួបបញ្ហាម្ដងបងប្អូនគិតមើលទៅរស់កើតទេអត់ទេនៅក្នុងបាជឿវាមានលក្ខណៈមួយសេណារីយ៉ូដែលវាអាចកើតឡើងនឹងមិនកើតឡើងឆុងដែលគេខ្លាចជាងគេគឺឆុងបំបែកអនុគមធាតុទេអានឹងដែលគេបារម្ភណាបើសិនអត់បំបែកអនុគមធាតុមិនត្រូវបារម្ភទេហើយឆុងខ្លះពេលខ្លះវាមានសូនណាវាទប់អាកៅខំវាង DE ដែលបងប្អូនស្គាល់ជាទូទៅទប់វាអត់អីរឿងនឹងកើតឡើងទេរឿងនឹងកើតឡើងទេអញ្ចឹងត្រូវបារម្ភស្អីធ្វើចិត្តឲ្យភ្លឺថ្លាទៅយើងអាចបារម្ភឆុងហ្នឹងជិះម៉ូតូភ្លេចគិតកងតនើកាន់ងាប់បាត់ណែរឿងអារម្មណ៍នេះគឺសំខាន់ណារឿងអារម្មណ៍សំខាន់បើថាតារាចម្រៀងវិញច្រៀងឯងឆុងឆ្នាំហ្នឹងច្រៀងខុសប្រូលបាត់ប្រជាប្រិយភាពបាត់ការងារដោយសាររឿងភ័យអត់បានការពេលបានការអូខេអានេះគឺខ្ញុំបកស្រាយអ្វីដែលមតិមហាជនគាត់ឆ្ងល់អ្វីដែលជារូបមន្តពិតមិនពិតខ្ញុំនិយាយលក្ខណៈ logic ហើយត្រឹមត្រូវតើបងប្អូនមានអីសួរទៀតទេសំណួរជាទូទៅមានអីជាចម្ងល់ លោកគ្រូខ្ញុំចូលទៅក្នុង app ហ្នឹងណាលោកគ្រូប៉ុន្តែចូលណាអីហ្នឹងអត់ឃើញអាហ្នឹងតតែជា app មែនទេលោកគ្រូបើបតិទិនមីអានឹងជាវតែបើ app ប៉ាជឺបងប្រើប្រាស់នៅក្នុងកម្រិត 5% ចុះក្រោមគឺ free តែ 5% នេះសូម្បីបងប្រើ 5% ក៏មិនធម្មតាដែរគឺវាមានធាតុហ្នឹងគឺបញ្ចេញឲ្យល្អច្រើនដែលគាត់ឲ្យមើលតិចយល់បានណាយល់បានប៉ុន្តែបើខ្ញុំចង់មើលធាតុណាអីនៃលោកគ្រូនិយាយមុនហ្នឹងចូលមើលក្នុងបតិទិនមីអានឹងបានមានណាបើណាអ៊ីនប៉ាជឺផ្សេងទៀតណាអ៊ីននៅក្នុងប៉ាជឺដែលបងប្អូនឃើញណាអ៊ីនដែលច្រើនសួរខ្ញុំមកកន្លងមកហ្នឹងណាអ៊ីននៅក្នុងប៉ាជឺវាមានន័យរបស់វាថាតើយើងមានបញ្ហាជាកើតឡើងក្នុងជីវិតរបស់យើងជាទូទៅបើសិនជានៅក្នុងប៉ាជឺបើសិនបងប្អូនបញ្ចូលថ្ងៃខែឆ្នាំកំណើតទៅឃើញមានណាអ៊ីននៅក្នុងតួតារាងនេះបានន័យថាយើងមានបញ្ហាតាក់ទងជាមួយនឹងចិត្តយើងណាបានន័យថាយើងសម្បូរទុកព្រួយច្រើននៅក្នុងចិត្តយើងពិបាកចិត្តច្រើនអង្គុយសុកគឺពិបាកចិត្តអីចឹងណាអាចធ្លាក់ខ្លួនដល់ថ្នាក់ depression អីចឹងអាហ្នឹងគឺមានណាអ៊ីននៅក្នុងហ្នឹងណាអ៊ីនធាតុមួយទៀតគឺធាតុដែលបងប្អូនត្រូវប្រយ័ត្នបើសិនណាយើងនៅជាមួយគ្នាខ្ញុំធ្លាប់បញ្យល់មកដងធាតុហ្នឹងប៉ុន្តែខ្ញុំក៏ជារួមអញ្ចឹងបងបញ្ចូលសិនបងបញ្ចូលឃើញមិនហើយចាំប្រាប់ខ្ញុំវិញខ្ញុំអាចបញ្យល់នៃខ្លឹមសារខ្លះបាននៅក្នុងហ្នឹងប៉ុន្តែអាហ្នឹងចូលនៅក្នុង app អីគេដែរលោកគ្រូខ្ញុំចូល app ប៉ាជឺធម្មតាបងប៉ាជឺធម្មតាចូលហើយបាទនៅពេលដែលបតិទិនដែលខ្ញុំកែសម្រួលហើយពេលក្រោយដែលនឹងចេញឲ្យប្រើប្រាស់នៅក្នុងពេលឆាប់នេះចេញប្រើប្រាស់បន្ថែមទៀតគឺខ្ញុំកែសម្រួលច្រើននៅក្នុងហ្នឹងខ្ញុំផ្ដល់សេចក្តីបញ្យល់លម្អិតច្រើនហើយខ្ញុំសម្រួលឲ្យកាន់តែងាយយល់ជាងបច្ចុប្បន្នហ្នឹងទៀតកន្លែងណាដែលអត់ចាំបាច់គឺខ្ញុំដកចេញកន្លែងណាដែលសំខាន់ជាព័ត៌មានដែលជួយឲ្យជីវិតបងប្អូនមានការប្រែប្រួលខ្ញុំនឹងបញ្ចូលថែមនៅក្នុងន័យនេះគឺខ្ញុំនឹងបញ្ចូលថែមតាក់ទងហោរាសាស្ត្រចិនហោរាសាស្ត្រសំខាន់ពួកបងប្អូនខ្លះគាត់អត់ដឹងឲ្យខែឆ្នាំកំណើតគាត់ជាក់លាក់ច្បាស់លាស់ទេគាត់ចង់ដឹងថាពេលណាដែលគាត់ឡើងពេលណាដែលលិចអីចឹងគឺយើងប្រើយន្តការហោរាសាស្ត្រជាសំខាន់តែដោយឡែកបងប្អូនដែលមានខែឆ្នាំកំណើតនិងម៉ោងកើតជាក់លាក់គឺខ្ញុំនឹងខ្ចីរូបមន្តអនុគមប៉ាជឺលំនាំធាតុយកមកបង្ហាញអំពីខ្សែជីវិតប្រចាំថ្ងៃជូននៅក្នុងហ្នឹងណាបាទតែពេលណាដែលខ្សែជីវិតយើងឡើងចុះគឺមាននៅក្នុងហ្នឹងដែលយើងត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាពខ្ញុំនៅតែឲ្យតម្លៃលើកិច្ចខំប្រឹងប្រែងទេ
ឈីហុងស៊ុយនិងតារាសាលើទៅកាន់អនាគតដ៏ភ្លឺស្វាង